ใจអំពីឆ្អឹងជំនីគោប្រឡាក់គ្រឿងនៅខាងស្រុកស្រែរបស់យើងមិនមែនគ្រាន់តែជាមនុយមួយដែលបងប្អូនមើលទៅឃើញថាមានតម្លៃធូរថ្លៃជាងគេនៅក្នុងតារាងសាច់ប្រឡាក់ទាំងអស់នោះទេប៉ុន្តែជាមនុយមួយដែលអត់សូវឃើញផ្សព្វផ្សាយប៉ុន្តែលក់ដាច់ជាប្រចាំហេតុអីបានជាអត់សូវបានផ្សព្វផ្សាយលក់ដាច់ជាប្រចាំមនុយនេះគឺធ្លាប់ជាមនុយមួយដែលលក់ដាច់បើបងប្អូន follow ខ្ញុំតាំងពីដំបូងឃើញហើយ2ឆ្នាំមុនអី poster តរាល់ថ្ងៃមានបងប្អូនខ្លះក៏ដឹងហ្មងឲ្យតែមានកម្មវិធីជួបជុំជាក់ជាពិសេសបងប្រុសជាប់មួយច្រើនណានិយាយទៅគឺឆ្ងាញ់ហើយបើឆ្អឹងជនីគោខាងខ្ញុំគឺសាច់ច្រើន1គីឡូប្រឡាក់គ្រឿង 35,000 បងប្អូនគិតទៅប្រហែលជាថ្លៃប៉ុន្តែបើមើលឆ្អឹងជនីគោរបស់ខ្ញុំយកតែផ្នែកខាងចុងទេហើយអត់បកសាច់មកសន្ទាប់ចេញទេណាអញ្ចឹងប្រឡាក់គ្រឿងកាប់តូចៗចេះសាច់ច្រើនខ្លាំងមែនតើបងប្អូនយកទៅប្រឡាក់គ្រឿងហើយ2គីឡូថែមទឹកជ្រលក់មួយទៀតអញ្ចឹងហើយបានធ្វើឲ្យមនុយនេះមានបងប្អូនជាប់មួយច្រើនបងប្អូនជាក់អាំងជាក់កម្មវិធីល្ងាចឯត្រូវខ្លាំងមែនតើហើយគ្រប់ប្រភេទសាច់គោនៅខាងខ្ញុំមិនមែនថាឆ្អឹងជនីគោទេសាច់ជាប់ខ្លាញ់សាច់បោកសាច់ផ្អែមច្រឡកក្នុងច្រឡកក្រៅក៏សមដល់ហើយបងប្អូនទិញ2គីឡូទៅខ្ញុំថែមទឹកជ្រលក់មួយដបហើយទឹកជ្រលក់ហ្នឹងបងប្អូនអាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាសាច់ប្រឡាក់គ្រឿងហើយមានថែមទឹកជ្រលក់ទៀតទៅដល់បងប្អូនតេកំងប្រកាត់តែភ្លើងតែ2ម៉ោងក្រោយទៅដល់ហើយសាច់ប្រឡាក់ងាយស្រួលខ្លាំងមែនទែនហើយមានរសជាតិឆ្ងាញ់ប្រភេទសាច់ខាងខ្ញុំប្រឡាក់គ្រឿងគឺសុទ្ធសឹងតែជាប្រភេទសាច់ស្រស់មានជាតិឆ្ងាញ់ហើយងាយស្រួលត្រង់ថាទៅដល់មានទឹកជ្រលក់ស្រាប់ហើយទឹកជ្រលក់នោះមានទឹកម្រេចទឹកតាហ៊ូទឹកកាពិទឹកត្រីបុកហើយជាមួយនឹងទឹកប្រហុកអង្ក្រងទៀតបងប្អូនទិញ2គីឡូត្រូវការប្រភេទសាច់ប្រភេទណាដែលត្រូវជាមួយសាច់របស់បងប្អូនអាចជ្រើសរើសបានទៀតនិយាយទៅងាយស្រួលឆ្ងាញ់ហើយបើនិយាយអំពីគុណភាពល្អអញ្ចឹងហើយបានមួយដែលគាត់ជាប់ចិត្តណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការគ្រប់ប្រភេទផលិតផលក៏ដូចជាតារាងតម្លៃខាងខ្ញុំមិនថាខែចាស់ខែថ្មីទេបងប្អូនអាចសាកសួរតម្លៃបាន